ចូលចិត្តមកដើរផ្សារនៅពេលព្រឹកក៏ប៉ុន្តែងើបអត់ដើរទាន់ទេបងប្អូនហើយដោយសារតែពេលយប់ឡើងហ្នឹងគឺខ្ញុំចូលដេកយូរពេលយកដល់ពេលអញ្ចឹងហើយព្រឹកឡើងងើបអត់រួចទេម៉ោង8 9អីក៏ប៉ុន្តែព្រឹកនេះគឺប្រាប់ប្តីហើយតាំងពីម្សិលមិញហើយថាថ្ងៃហ្នឹងទោះជាយ៉ាងណាក៏ដោយម៉ោង8ត្រូវតែនាំគ្នាងើបទៅផ្សារឲ្យបានហើយរយៈនេះអ្នកដែលដេកយូរហ្នឹងមិនមែនប្តីខ្ញុំទេបងប្អូនហើយគឺខ្ញុំនឹងហ្មងពីអ្នកប៉ាកូនគេពេលខ្លះម៉ោង7ជាងអីហ្នឹងគេនាំគ្នាងើបលេងហើយក៏ប៉ុន្តែខ្ញុំវិញងើបអត់រួចទេនៅដេកដល់ម៉ោង9ម៉ោង10អីទោះទៅដល់ម៉ោងធ្វើម្ហូបធ្វើបាយបានងើបព្រោះមករយៈក្រោយនេះការងារខ្ញុំរៀងច្រើនហើយខ្ញុំដេកយប់ជ្រៅខ្លាំងមែនតើហ្មងបងប្អូនហើយដល់ពេលអញ្ចឹងបានជាព្រឹកឡើងនឹងខ្ញុំងើបអត់រួចអញ្ចឹងណាបើសិនជាពេលល្ងាចយើងឆាប់ចូលដេកអត់អីទេព្រឹកឡើងម៉ោង6 7អីយើងអាចងើបបានហើយព្រឹកហ្នឹងក៏ប្តីបើខ្ញុំគាត់ថាងើបទៅផ្សារហ្នឹងទៅរកមើលហូបអីនៅផ្សារហ្មងទៅមិនបាច់ធ្វើបាយធ្វើម្ហូបទេពេលព្រឹកហ្នឹងចាំពេលថ្ងៃចាំធ្វើពួកខ្ញុំឲ្យទៅពេលចេញមកហូបអីនៅខាងក្រៅម្ដងភាគច្រើនគឺហូបមីហ្នឹងហ្មងអ៊ំពូមីញ៉ៃមើលកូនកំលោះខ្ញុំទៅគេអង្គុយចាំយូរពេកចាំយូរអីទៅពេលចូលមកអង្គុយមិនទាន់ក្តៅគូថងក៏ប៉ុន្តែកូនពៅខ្ញុំនឹងឃើញគេបានហូបហើយខ្លួនឯងអត់បានហូបអញ្ចឹងទៅភ្នែកនឹងនិយាយពីថាមើលគេឡើងស្លើអស់ហើយអ៊ំពូមីញ៉ៃទោះពីអង្គុយចាំមកផ្លែតហើយឥឡូវមីនេះគឺថាបានមកដល់ហើយកំងម្នាក់មួយចានហើយអត់ហ៊ានឲ្យគេដាក់ហិលទេពួកអីកូនហូបដែរមើលទឹកមុខគេពេលបានហូបមីទៅបងប្អូនឃើញយើងដាក់កាមេរ៉ានៅពីមុខអញ្ចឹងហូបបដានិយាយបដាគេប្រាប់ថានឹងមីគេកំពុងហូបមីអីអញ្ចឹងណាក៏ប៉ុន្តែខ្ញុំមិនបានដាក់សំឡេងស៊ីនឲ្យអ៊ំពូមីងស្ដាប់ទេតែនៅក្នុងហាងហ្នឹងមិនមែនមានតែពួកខ្ញុំទេមានគេដែរអញ្ចឹងហើយមានសំឡេងទូរស័ព្ទអីរៀងរំខានអញ្ចឹងណាដាក់ទៅខ្លាចញ៉ែញ៉ាយបន្ទាប់ពីហូបមីអីរួចរាល់ហើយគឺថានាំគ្នាដើររកមើលទិញអីម្ដងបងប្អូនតាមពិតទៅមកហូបទិញពីម្សិលមិញហើយព្រឹកនេះគឺខ្ញុំចង់មកទិញផ្លែឈើហូបថានេះឲ្យតែពេលព្រឹកឡើងអញ្ចឹងគឺថាមនុស្សច្រើនខ្លាំងមែនតើមកបងប្អូនដើរជំរាបគ្នារកផ្លូវដើរមិនចង់ឃើញទេហើយកន្លែងនេះគេលក់ស្អីគេទេក្រហមនិយាយពីថាមនុស្សរោមទិញព្រាប៉ុន្តែខ្ញុំមិនបានទិញទេខ្ញុំមករកទិញជាមួយនឹងផ្លែតាពាងបាយជូរគេនេះវិញបងប្អូនឃើញមកចកោមមើលទៅទំនងពេកចុះអញ្ចឹងហើយក៏ទិញមកចកោមនេះយកទៅហូបពាងបាយជូរគេនេះគេទើបតែកាត់មកថ្មីស្រស់អញ្ចឹងណាបងប្អូនបន្ទាប់ពីទិញតាពាងបាយជូរអីរួចរាល់ហើយហ្នឹងគឺខ្ញុំមកទិញជាមួយនឹងផ្លែប៉េះនេះម្ដងអ្នកលក់ប្រាប់ខ្ញុំថារឹសយកអាណាផ្អែមក៏ប៉ុន្តែខ្ញុំវិញអត់ទេខ្ញុំរឹសយកតែអាណាមើលទៅរៀងជូរហ្នឹងជនជាតិចិនផ្សេងគេទិញផ្លែឈើអីហ្នឹងគេសុំភ្លក់ហើយគេរឹសយកអាណាផ្អែមក៏ប៉ុន្តែខ្ញុំជនជាតិខ្មែរនេះគឺថាខុសគេហ្មងបងប្អូនឲ្យតែមកទិញផ្លែឈើម្ដងរឹសយកតែអាណារៀងជូរអីចង់យកទៅជ្រលក់ជាមួយនឹងអំបិលម្ទេសអញ្ចឹងណាបងប្អូនខ្ញុំចូលចិត្តហូបតែជ្រលក់ជាមួយអំបិលម្ទេសទេហើយណាមួយយើងនៅស្រុកគេអញ្ចេះអីក៏ដែរឲ្យតែរៀងជូរហ្នឹងគឺដឹងតែឆ្ងាញ់ហ្មងមកផ្សារព្រឹកនេះអត់មានទិញអីច្រើនទេបងប្អូនមកហូបតាមីហើយទិញបានផ្លែប៉េះហើយនឹងផ្លែតាពាងបាយជូរតែប៉ុណ្្នឹងឯងនាំគ្នាត្រឡប់ទៅផ្ទះវិញហើយប្តីខ្ញុំក៏ថាខំងើបមកផ្សារទាំងព្រឹកហើយទិញតែប៉ុណ្្នឹងទេអីថាបើមិនដឹងទិញអីផងមកហូបហើយបន្លែទិញពីម្សិលមិញហើយអញ្ចឹងទិញតែប៉ុណ្្នឹងឯងគឺរួចរាល់ហើយមើលកូនកំលោះខ្ញុំនេះចេញពីកន្លែងហូបមីមិញហ្នឹងអ៊ីហ្នឹងគាត់ឲ្យទឹកតែកន្លះកូនកែវមានណាអត់ព្រមចោលទេកាន់ជាប់រហូតហ្មងតែចេះដែរអ៊ំពូមិញហើយគេកាន់អត់មានឲ្យកពុះទេណាគឺថាទឹកហ្នឹងនៅក្នុងកែវរហូតដោយសារតែវាអត់ដល់កន្លះទេរៀងតិចដែរគេហូបទល់តែអស់មិនគេបោះកែវហ្នឹងចោលឥឡូវនេះខ្ញុំបានមកដល់ផ្ទះវិញហើយបន្ទាប់ពីហូបអាហារពេលព្រឹកហើយគឺខ្ញុំអត់ដែរចោលទេជាមួយនឹងវីតាមីន NAD+ ដោយសារតែឥឡូវនេះការចងចាំរបស់ខ្ញុំនឹងអត់ដូចមុនទេបងប្អូនបងប្អូនដែលគាត់តាមដានវីដេអូរបស់ខ្ញុំនឹងគឺដឹងហើយវីតាមីន NAD+ Skin យ៉ាងនេះគឺជាប្រភេទវីតាមីនជួយពន្យាភាពចាស់ជួយបង្កើនការចងចាំបង្កើនប្រព័ន្ធភាពស៊ាំនិងសរសៃឈាមហើយក៏ជួយរំលាយអាហារសម្រួលដល់ការគេងនិងជួយឲ្យសុខភាពស្បែករបស់យើងនឹងស្អាតក្មេងជាងវ័យល្អខ្លាំងមែនតើសម្រាប់បងដែលមានវ័យចាប់ពី30ឆ្នាំជាងឡើងហើយជាប្រភេទវីតាមីនគ្រាប់បែបនេះបងប្អូនយើងអាចហូបបានមួយថ្ងៃ2គ្រាប់ក្រោយអាហារពេលព្រឹកមួយគ្រាប់និងក្រោយអាហារពេលថ្ងៃមួយគ្រាប់គ្រាប់ធំអញ្ចឹងមែនបងប្អូនក៏ប៉ុន្តែស្រួលហូបទេសម្បីតែខ្ញុំអត់ចេះហូបថ្នាំនឹងក៏អាចហូបបានដែរបើអានេះវិញគឺជាប្រភេទ probiotic បងប្អូនសម្រាប់ probiotic នេះបងដែលគាត់មានបញ្ហាកាពះពោះវៀនដូចជាខ្ញុំប្រើទៅអត់ខុសទេបងប្អូនអើយព្រោះវាគឺជាវីតាមីនជំនួយដល់កាពះពោះវៀនជួយកាត់បន្ថយការហើមពោះភើជួយរំលាយអាហាររបស់យើងនឹងឲ្យមានភាពរលូនជាងមុនហើយក៏ជួយឲ្យការបន្តបង់របស់យើងនឹងទៀងទាត់ដែរវាគឺជាប្រភេទម្សៅបែបនេះបងប្អូនយើងឆុងជាមួយទឹកក៏បានឬមួយក៏យកទៅអកហ្មងក៏បានដែរហើយនៅក្នុងមកប្រអប់ធំនេះគឺមាន30កញ្ចប់តូចនៅក្នុងនឹងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចហូបបានរយៈពេលមួយខែខ្ញុំនេះដំបងតាខ្ចីទូរស័ព្ទប្តីមកផ្លែតបងប្អូនយកចូលមើលវីដេអូខ្លួនឯងអញ្ចឹងណាមានណាគាត់តបើកឆាច់មកគឺថាឃើញវីដេអូពិសេសបដោយគឺជាវីដេអូដែលមេស្រីទិញឡាន surprise បងមករាអីអញ្ចឹងណាដោយសារតែមួយថ្ងៃមុនហ្នឹងគឺជាថ្ងៃខួបកំណើតរបស់បងមករាអញ្ចឹងហើយមេស្រីក៏គាត់បានទិញឡាន surprise បងមករាខ្ញុំគិតថាបងមករានិងបងអ៊ូហ៊ូគឺគាត់ស័ក្តិសមនឹងទទួលបានរង្វាន់មួយនេះដោយសារតែពួកគាត់គឺថាខិតខំប្រឹងប្រែងធ្វើការងារខ្លាំងមែនតើខ្ញុំដល់ពេលឃើញពួក
គាត់ទទួលបានអញ្ចឹងអត់មានអីក្រៅពីអារម្មណ៍រំភើបទៅកាន់ពួកគាត់ទេបងប្អូននៅនិយាយចេញពីចិត្តគឺសប្បាយចិត្តខ្លាំងមែនតើដោយសារតែពួកគាត់ពីរនាក់ហ្នឹងក៏ជា idol របស់ខ្ញុំដែរអង្គុយមើលវីដេអូគាត់ឲ្យសម័យក្រែងលោថ្ងៃណាមួយបានដូចគាត់ដែរអីអញ្ចឹងណាបងប្អូនធ្វើការមិនទាន់បាន2ថ្ងៃផងនិយាយពីថាសម័យខ្ពស់ណាស់ខ្ញុំនេះពេលហ្នឹងបានទៅលើបងមករាចុះប៉ះថ្ងៃណាមួយបានមកលើខ្ញុំវិញទៅមិនទៅបងប្អូនហើយគាត់ថាសម័យហ្នឹងក៏មានក្តីសុខដែរអញ្ចឹងហើយអត់មានអីទេក្រៅពីខិតខំប្រឹងប្រែងធ្វើការងារមួយហ្នឹងឲ្យបានល្អមិនមែនធ្វើការដើម្បីតែចង់បានរង្វាន់ទេតែធ្វើការចេញពីចិត្តចេញពីក្តីស្រឡាញ់ពិតប្រាកដហ្មងបងប្អូនអ៊ំពូមីងចាំអត់មើលទាំងអស់គ្នាលើកនេះគឺកាដូធំបានទៅលើបងមករាចាំមើលអ្នកបន្ទាប់ទៀតតើជាអ្នកណាដែលបានរង្វាន់ធំពីមេអញ្ចឹងបងប្អូនអ៊ំពូមីងកុំភ្លេចរងចាំមើលទាំងអស់